ក្រៅទេអត់មានបុប្ផាផ្កាអីហ្នឹងទេអត់បងប្អូន flower នេះវាលឺ sound so ដូចគ្នាប៉ុន្តែអក្សរការគេសរសេរបងប្អូនខុសគ្នា FLOUR ហ្នឹងគឺថាម្សៅម្សៅដែលថាគេនឹងយកវាទៅធ្វើនំ okay like of course if you are going to make donuts ឬមួយ if you are going to make a cake or some kind of pastry you need a lot of flowers okay different types of flowers gluten free ឬមួយ wheat or whatever okay wheat ហ្នឹងបងប្អូនអាហ្នឹងគឺថាម្សៅក្នុងធាតុដែលថាយើងយកមកធ្វើនំធ្វើនំ donut ឬមួយធ្វើនំ cake អីហ្នឹងអាហ្នឹង flour ឥឡូវអា dough ពាក្យ DOUGH ហ្នឹងបងប្អូនអាហ្នឹងវា dough ហ្នឹងក៏ម្សៅដែរតែក្នុងលក្ខណៈដែលថាពេលយើងលាយទឹកឬមួយលាយingredient គ្រឿងផ្សំផ្សេងដែរដើម្បីយើងយកមកធ្វើនំនេះធ្វើនំនោះបងប្អូនយើងដាក់នេះដាក់នោះចូលគ្នាហើយវាជាម្សៅដែលវាមានលាយអ្វីលាយទឹកឬមួយលាយពងទាឬមួយលាយអ្វីមួយឥឡូវវាមិនជាធនធានម្សៅដែលថាយើងអាចផ្លុំនិយាយទៅផ្សាយពេញហ្នឹងណាបងប្អូន powder ឬមួយ flour វាទឹកខ្យល់មកវាហោះឬមួយវាព្រាយពេញហ្នឹងណាបងប្អូនដល់ dough គឺថាធនធានម្សៅដែរប៉ុន្តែគេលាយហើយលាយអ្វីលាយជាមួយទឹកឬមួយលាយជាមួយគ្រឿងផ្សំផ្សេងវានឹងយកទៅច្បាច់ដល់ហើយវានឹងពូនឬមួយធ្វើពុតវាធ្វើជា shape ក្នុងទៅថា animal shapes ឬមួយ whatever like a donut អូខេដើម្បីគេយកទៅចៀនឬមួយយកទៅស្ងោរឬមួយយកទៅអាំងនៅក្នុងចក្រានអាហ្នឹងវា dough ហ្នឹងបងប្អូន dough ហ្នឹងគឺកុំច្រឡំជាមួយ dough គេភាសាអង់គ្លេស dough មួយទៀតដែលថាគេប្រើប្រាស់ដែលថា oh give me some dough oh I need dough okay so I can spend អាហ្នឹងវាមានន័យថាលុយទៅវិញបងប្អូនyou know you need dough or you put your dough inside your wallet អាហ្នឹងគេនិយាយទៅកាន់ថាលុយទៅវិញណាដល់ពេល dough មួយទៀតបងប្អូន DOE បងប្អូនអាហ្នឹងវាមានន័យថាអាហ្នឹងសត្វឆ្លុះញីឆ្លុះសត្វឆ្លុះឆ្លាត់សត្វដែលថា deer នេះប៉ុន្តែវាញីហ្នឹងគេហៅថា the dough អូខេបងប្អូនក្នុងភាសាអង់គ្លេស a little tricky ឬមួយ a little complicated អូខេ depending on the words អូខេជួនណាឮសូរ sound សំឡេងដូចគ្នាប៉ុន្តែសរសេរខុសគ្នាបងប្អូន